នៅពេលដែលលោក Mambo និយាយអំពីដង្កូវដ៏គួរឲ្យស្រឡាញ់បំផុតនៅលើពិភពលោកដង្កូវរបស់មេអំបៅចំនួន5ក្បាលត្រូវតែស្ថិតនៅក្នុងបញ្ជីរឿងគួរឲ្យចាប់អារម្មណ៍បំផុតអំពីវាមិនមែនជាភាពឆើតឆាយរបស់វាទេប៉ុន្តែជាភាពគួរឲ្យស្រឡាញ់ធម្មជាតិប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថាកន្លះខែមុនវានៅតែអាក្រក់ខ្លាំងដែលសូម្បីតែស្រូវធម្មជាតិរបស់វាក៏មិនចង់មើលម្ដងទៀតដែរព្រោះវាធ្វើត្រាប់តាមលាមកសត្វស្លាបការក្លែងបន្លំដ៏ឆ្លាតវៃនេះអនុញ្ញាតឲ្យវាជៀសវាងការចាប់និងសម្លាប់ដោយសុវត្ថិភាពដូច្នេះវាអាចប្រញាប់ប្រញ័រជីកក្បាលរបស់វាចូលវាអាចស៊ីអ៊ីបាន 1.5 ដងនៃទម្ងន់ខ្លួនក្នុងមួយថ្ងៃហើយក្នុងរយៈពេលត្រឹមតែ 2-3 ថ្ងៃប៉ុណ្ណោះទម្ងន់របស់វានឹងកើនឡើងទ្វេដងទោះជាយ៉ាងណាក៏ដោយដង្កូវក៏មានបញ្ហាដែរនៅពេលដែលរាងកាយរបស់វាមូលដូចប៉េងប៉ោងការក្លែងបន្លំរបស់វាហាក់ដូចជាមានកំហុសបន្តិចម្ដងយ៉ាងណាមិញសត្វស្លាបដែលរស់នៅក្នុងព្រៃនេះពិតជាមិនអាចទាញដុំធំបែបនេះបានទេហើយពួកវានឹងត្រូវលាតត្រដាងឆាប់ឬក្រោយមកប្រសិនបើពួកវាបន្តលាយឡំគ្នាបែបនេះដើម្បីដោះស្រាយស្ថានភាពទំហំឆ្កងវាត្រូវការផែនការថ្មីមួយដូច្នេះដង្កូវបានរកឃើញស្លឹកដ៏រឹងមាំនិងលាក់កំបាំងមួយហើយបន្ទាប់មកបានខ្ជាក់ខ្សែសូត្រថ្លាចេញពីមាត់របស់វាដែលត្រូវបានរាលដាលជារង្វង់ដោយប្រុងប្រយ័ត្នដូចជានំប៊ីស្គីតសូត្រផ្ទះសាមីងមួយបានត្រៀមរួចរាល់ហើយគាត់អាចស្លៀកពាក់ដោយសន្តិភាពពេលគាត់បង្ហាញខ្លួនម្ដងទៀតវាលែងជាលាមកសត្វស្លាបធម្មតាទៀតហើយគាត់បានប្រែក្លាយទៅជាដង្កូវដែលមានពណ៌សម្បូរបែបនិងរាងកាយពេញលេញដែលអាចហៅថាជាការផ្លាស់ប្ដូររូបរាងនៅក្នុងពិភពសត្វល្អិតប៉ុន្តែស្បែកថ្មីនេះភ្លឺនិងទាក់ទាញភ្នែកហើយមិនយូរប៉ុន្មានវាត្រូវបានសម្លឹងមើលដោយសត្វស្លាបដែលមានភ្នែកម្ខាងពេលសត្វស្លាបហើរមកជិតដង្កូវដែលហាក់ដូចជាធាត់នោះស្រាប់តែកោងក្បាលរបស់វាយឺតហើយជាមួយនឹងភ្នែកคล้ายៗដែលហួសហេតុសកម្មភាពទាំងមូលត្រូវបានបញ្ចប់ក្នុងពេលតែមួយហើយបន្ទាប់មកក្បាលរបស់វាញ័រយឺតពីចំហៀងមួយទៅចំហៀងមួយហើយវាធ្វើរាប់តាមពោះដែលជាស្រូវធម្មជាតិដែលសត្វស្លាបខ្លាចបំផុតនៅពេលដែលសត្វស្លាបនៅតែមានការសង្ស័យដង្កូវនោះបានលាតសន្ធឹងសរីរាង្គឆ្អឹងពីបន្ថែមទៀតនៅលើក្បាលរបស់វាញ័របន្តិចធ្វើត្រាប់តាមអណ្ដាតដែលមានសមរបស់ពស់នៅពេលនេះពីទស្សនៈរបស់សត្វស្លាបនេះលែងជាអាហារឆ្ងាញ់ដែលអាចទទួលបានយ៉ាងងាយស្រួលទៀតហើយប៉ុន្តែជាសត្វដ៏គ្រោះថ្នាក់ដែលអាចប្រយុទ្ធទៅវិញនៅពេលណាក៏បាននៅទីបំផុតដើម្បីជីវិតរបស់វាបានរត់គេចខ្លួនយ៉ាងស្រពោនខណៈដែលដង្កូវដែលបានបញ្ចប់ការសម្ដែងដោយជោគជ័យបានបន្ទាបខ្លួនយឺតហើយត្រឡប់ទៅរករូបរាងដែលគ្មានគ្រោះថ្នាក់របស់មនុស្សនិងសត្វវិញហាក់ដូចជាគ្មានអ្វីកើតឡើង